ជាប្រវត្តិសាស្ត្រថ្មីនៃព្រឹត្តិការណ៍ FIFA World Cup 2026បើកទំព័រថ្មីជាមួយនឹងការកើនឡើងរហូតដល់48ក្រុមពិភពបាល់ទាត់កំពុងតែរំកិលខ្លួនចំពោះទៅរកការផ្លាស់ប្ដូរដ៏ធំមួយនិងអស្ចារ្យបំផុតមិនធ្លាប់មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ2026ខាងមុខនេះអ្វីដែលជាការកត់សម្គាល់និងជាចំណុចប្រវត្តិសាស្ត្រថ្មីនោះគឺការកែតម្រង់ដ៏ធំនេះបានធ្វើឲ្យការប្រកួតប្រជែងនៅឆ្នាំ2026ក្លាយទៅជាព្រឹត្តិការណ៍ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រដែលមានការពង្រីកចំនួនក្រុមច្រើនបែបនេះបន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានជ្រើសរើសទម្រង់ប្រកួតដែលមានត្រឹមតែ32ក្រុមអស់រយៈពេលជិត3ទសវត្សរ៍មកហើយពលគឺចាប់តាំងពីឆ្នាំ1998មកការផ្លាស់ប្ដូរទម្រង់ប្រកួតនិងភាពជក់ចិត្តដោយសារតែមានការកើនឡើងនៅចំនួនក្រុមចូលរួមរបៀបនៃការប្រកួតត្រូវផ្លាស់ប្ដូរទៅតាមនោះផងដែរនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះមហាជននឹងបានទស្សនាប្រកួតយ៉ាងជក់ចិត្តរហូតដល់104ប្រកួតកើនឡើងយ៉ាងគំហុកពីទម្រង់មុនក្រុមទាំង48ត្រូវបានបែងចែកចេញជា12ក្រុមដោយក្នុងមួយក្រុមមាន4ប្រទេសដើម្បីប្រកួតជំនួសស្វែងរកក្រុមជើងខ្លាំងទៅវគ្គបន្តសិទ្ធិប្រាច់មុខរបស់ម្ចាស់ផ្ទះនឹងការតស៊ូ45ប្រទេសយោងតាមបទបញ្ជាការប្រកួតនៅក្នុងចំណោម48ក្រុមនេះមានប្រទេសចំនួន3ដែលទទួលបានកៅអីទៅលេងដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះរួមហៅកាត់ថា co-host រួមមានសហរដ្ឋអាមេរិកកាណាដាមិចស៊ិកដោយឡែកសម្រាប់កៅអីដែលនៅសេសសល់45ទៀតគឺជាការតស៊ូយ៉ាងស្វិតស្វាញរបស់បណ្ដាប្រទេសជុំវិញពិភពលោកដែលបានឆ្លងកាត់ការប្រកួតជម្រុះតាមតំបន់រៀងៗខ្លួននិងការប្រកួតវគ្គ Play-off ដំណាក់កាលចុងក្រោយដើម្បីដណ្ដើមបានឱកាសមាសមកបង្ហាញខ្លួននៅលើឆាកអន្តរជាតិមួយនេះការផ្លាស់ប្ដូរទម្រង់ថ្មីនេះមិនត្រឹមតែផ្ដល់ឱកាសកាន់តែទូលំទូលាយដល់ប្រទេសដែលមានសក្តានុពលជុំវិញពិភពលោកក្នុងការបង្ហាញសមត្ថភាពនោះទេប៉ុន្តែជានិរន្តរភាពថ្មីមួយក្នុងការបង្កើតភាពរីករាយនិងភាពអស្ចារ្យសម្រាប់អ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅទូទាំងសកលលោកផងដែរ